រឿងរ៉ាវដែលខ្ញុំលើកមកនិយាយថ្ងៃនេះគឺជារឿងដែលកើតមកលើខ្ញុំកាលពីខែមុននេះឯងខ្ញុំបានឃើញស្រស់នៅនឹងភ្នែកតែម្ដងខ្ញុំឈ្មោះវេហាមានអាជីពគឺជាអ្នក delivery ដឹកអីវ៉ាន់តាម application ឲ្យភ្ញៀវមិនថាជាឯកសារអាហារឬក៏អីវ៉ាន់ណាមួយដែលភ្ញៀវផ្ញើទៅឲ្យអ្នកដទៃឬក៏ទៅយកពីអតិថិជនរបស់ពួកគាត់មកឲ្យពួកគាត់នោះទេគឺខ្ញុំធ្វើទាំងអស់ហើយសម័យនេះហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ហើយអ្នក delivery ហ្នឹងខ្ញុំធ្វើការងារនេះគឺបានជិត1ឆ្នាំទៅហើយរឿងរ៉ាវនោះគឺកាលពីអំឡុងពាក់កណ្ដាលខែមុនហ្នឹងគឺយប់មួយមានភ្លៀងផ្គរធ្លាក់យ៉ាងខ្លាំងសម្រាប់ខ្ញុំគឺខ្ញុំធ្វើការ delivery ហ្នឹងតាំងពីព្រឹករហូតដល់យប់ជ្រៅឯណោះពេលខ្លះម៉ោង1ម៉ោង2ក៏ខ្ញុំនៅតែធ្វើដែរខ្ញុំចូលចិត្តធ្វើការ delivery ពេលយប់ឡើងអញ្ចឹងដោយសារតែផ្លូវវាអត់សូវស្ទះហើយម្យ៉ាងទៀតគ្រប់អតិថិជនដែលប្រើប្រាស់សេវាកម្មនៅពេលយប់ហ្នឹងគឺថាពួកគាត់មានចិត្តអាណិតអាសូរយើងអញ្ចឹងខ្ញុំតែងតែបាន tip ទៅជារឿយពេលថ្ងៃមិនសូវបានប៉ុន្មានទេតែពេលយប់គឺបានច្រើនបើមិត្តភ័ក្តិរបស់ខ្ញុំពី3នាក់ទៀតវិញត្រឹមតែម៉ោង8ម៉ោង9យប់ហ្នឹងគឺគេត្រឡប់ទៅផ្ទះវិញហើយខ្ញុំគិតថាខ្លួនយើងនៅក្មេងព្យាយាមទៅអត់មានកម្លាំងម្យ៉ាងខ្ញុំក៏មានគោលដៅក្នុងការទិញទូរស័ព្ទថ្មីទិញម៉ូតូថ្មីផងដែរហើយអាចនឹងសល់លុយខ្លះផ្ញើទៅឲ្យម៉ែនៅឯស្រុកបាទនៅយប់នោះគឺភ្លៀងធ្លាក់ផ្គរនឹងផ្ទះហ្នឹងខ្លាំងមែនតែម្ដងភ្លៀងគឺភ្លៀងដូចព្យុះកំពុងតែកើតនៅក្នុងប្រទេសយើងអញ្ចឹងអ្នកទាំងអស់គ្នាហើយនៅក្នុងកំឡុងពេលភ្លៀងបែបហ្នឹងគឺ order មកណែនតែម្ដងបាទនៅពេលនោះខ្ញុំក៏បាន select នៅការ order មួយចេញពីអតិថិជនម្នាក់ដែលគាត់តម្រូវឲ្យខ្ញុំទៅយកអាហារពីអាហារដ្ឋានមួយហើយ delivery ទៅឲ្យផ្ទះមួយនៅមិនឆ្ងាយប៉ុន្មានពីអាហារដ្ឋាននោះដោយសារតែទីតាំងនៅក្បែរខ្ញុំស្រាប់អញ្ចឹងខ្ញុំក៏សម្រេចចិត្តរើសយក order ហ្នឹងទៅជាទម្លាប់ខ្ញុំតែងតែ call ទៅ confirm អតិថិជនមុននឹងខ្ញុំចេញទៅដើម្បី make sure ដើម្បីកុំឲ្យមានការ error ព្រោះម្យ៉ាងយប់ក៏យប់ហើយមេឃកំពុងតែភ្លៀងខ្លាំងទៀតផងបាទខ្ញុំក៏បាន call ទូរស័ព្ទទៅតាមលេខដែលមាននៅក្នុង application ហ្នឹង call ទៅលើកដំបូងហ្នឹងគឺអត់ចូលទេហើយខ្ញុំក៏ព្យាយាម call ទៅម្ដងទៀតលើកនេះគឺចូលអាឡូជំរាបសួរបងខ្ញុំអ្នក delivery អញ្ចឹងបង confirm ជាមួយនឹងការ order ហ្នឹងឯងមែនអត់នៅពេលនោះគឺមិនមានសម្លេងឆ្លើយតបនោះទេគឺស្ងាត់អស់មួយសន្ទុះស្រាប់តែសុកក៏ឮសូរសម្លេងឆ្លើយតបបាទហើយនៅពេលនោះខ្ញុំក៏បានបិទទូរស័ព្ទទៅនៅក្នុងចិត្តគិតថាដូចជាប្លែកប៉ុន្តែក៏មិនបានចាប់អារម្មណ៍អ្វីច្រើននោះដែរគិតថាប្រហែលជាមកពីមេឃភ្លៀងខ្លាំងពេកទើបធ្វើឲ្យមានការរអាក់រអួលប្រព័ន្ធសេវាឬក៏ទូរស័ព្ទដៃរបស់អតិថិជនហ្នឹងគាត់មើលទៅជាទូរស័ព្ទដៃចាស់អីអញ្ចឹងទើបធ្វើឲ្យសម្លេងរអាក់រអួលបាទខ្ញុំរៀបនឹងចេញម៉ូតូទៅយក order ទៅហើយស្រាប់តែមានលេខទូរស័ព្ទខលពីអតិថិជនដដែលហ្នឹងម្ដងទៀតតែមកលើកនេះគឺជាសម្លេងរបស់អ៊ំស្រីម្នាក់ទៅវិញអាឡូអូនគឺជាអ្នក delivery មែនបាទហ្នឹងហើយមានការអីបន្ថែមមែនអ៊ំស្រីអត់ទេអ៊ំគ្រាន់តែទេមកបញ្ជាក់ថាអ៊ំ order តាមហ្នឹងព្រោះឃើញលេខហ្នឹងខលមកអំបញ្ញមិញហើយអ៊ំអត់បានលើកនៅឡើយជាប់រវល់ការងារពួកខ្ញុំកាន់តែឆ្ងល់មែនតើហើយអំបញ្ញមិញមានអ្នកលើកទូរស័ព្ទទេតើមិនបានជាគាត់ថាមិនបានលើកទៅវិញហើយអ្នកលើកទូរស័ព្ទនោះគឺជាសម្លេងមនុស្សប្រុសប្រហែលជាប្តីគាត់ទេដឹងហើយប្រហែលជាគាត់អត់បាននិយាយគ្នាទេមើលទៅទើបធ្វើឲ្យអ៊ំស្រីខំមកម្ដងទៀតបែបនេះបាទអញ្ចឹងដល់ពេលវេលាដែលខ្ញុំជិះទៅអាហារដ្ឋានដែលអ៊ំស្រីម្នាក់នោះធ្វើការ order ហើយដោយនៅក្នុងសារបញ្ជាក់តាម application ហ្នឹងគឺឲ្យខ្ញុំប្រាប់ម្ចាស់ហាងថាគឺជា order របស់អ៊ំស្រីណយទៅគឺគេដឹងហើយទៅដល់អាហារដ្ឋាននោះគឺម្ចាស់ហាងបានស្គាល់អ៊ំស្រីណយមែនហើយគាត់ក៏បានប្រាប់ថាមិនអីទេ order របស់អ៊ំស្រីហ្នឹងកំពុងតែរៀបចំចាំបន្តិចទៅបាទអញ្ចឹងការ order របស់អ៊ំស្រីហ្នឹងគាត់ជ្រើសរើសយកការទូទាត់ជាសាច់ប្រាក់ហើយខ្ញុំក៏បាន check ទៅលើ map ថាតើទីតាំងដែលខ្ញុំត្រូវយកអាហារនេះទៅឲ្យហ្នឹងគឺនៅកន្លែងណាអញ្ចឹងណាបាទមើលទៅគឺមានខ្សែផ្លូវធំល្អមានផ្លូវកស៊ូដែលចាក់ចូលទៅដល់ផ្ទះហ្នឹងតែម្ដងដូចជាមិនមានការស្មុគស្មាញទេកន្លះម៉ោងក្រោយមកខ្ញុំក៏ទទួលបានអាហារហើយខ្ញុំក៏ចាក់ចេញពីអាហារដ្ឋាននោះទៅខ្ញុំធ្វើដំណើរពីផ្លូវធំដែលមានខ្សែរថយន្ត4ខ្សែបត់ចូលមកផ្លូវមួយទៀតដែលមានខ្សែចរាចរណ៍តែ2ខ្សែធ្វើដំណើរប្រហែលជាង10នាទីបន្តទៀតក៏ត្រូវបត់ចូលទៅផ្លូវលំបាទហើយជិះមកមុខតែបន្តិចទៀតក៏ផុតផ្លូវកៅស៊ូទៅហើយធម្មតាខ្ញុំបើកម៉ូតូតាម GPS ប្រាប់តែប៉ុណ្ណោះគឺអត់មានពេលវេលាមើលទៅលើផែនទីទេការពីក្រែងលោមមានគ្រោះថ្នាក់កើតឡើងជិះយូរទៅស្រាប់តែទៅដល់កន្លែងផ្លូវលំមួយដែលមើលទៅដាច់ស្រយាលខ្លាំងមែនតែម្ដងហើយខ្ញុំបានលើកទូរស័ព្ទខលទៅអ៊ំស្រីនោះម្ដងពេលនោះគឺអ៊ំស្រីនោះក៏បានប្រាប់ថាគឺខ្ញុំមកខុសផ្លូវហើយបាទខ្ញុំក៏ត្រឡប់ទៅតាមអ្វីដែលគាត់ប្រាប់នៅតាមផ្លូវសំណាងល្អដែរខ្ញុំឃើញអ៊ំប្រុសម្នាក់គាត់ដើរមកពីមុខហើយខ្ញុំក៏បានសួរគាត់ត្រូវហើយត្រឡប់ទៅខាងចុងផ្លូវបន្តិចទៅហើយបត់ឆ្វេងតែបន្តិចដល់ផ្ទះនោះហើយបាទទីបំផុតខ្ញុំក៏ទៅដល់ផ្ទះនោះខ្ញុំក៏ប្រញាប់យកអីវ៉ាន់ដាក់នៅលើរបងមុខផ្ទះរួចក៏ខលទៅអ៊ំស្រីនោះអ៊ំខ្ញុំមកដល់ហើយ
ក្មួយជួយយកអាហារទាំងអស់នោះបើកប្រអប់ចេញទៅមិនបាច់យកចូលក្នុងផ្ទះទេដាក់ពីលើរបងផ្ទះនឹងហើយគ្រាន់តែបើកកម្រោបវាចេញទៅបាទខ្ញុំឆ្ងល់មែនទែនហេតុអ្វីបានជាគាត់មិនយកអាហារនឹងចូលទៅក្នុងផ្ទះបើក្រឡេកមើលទៅក្នុងផ្ទះវិញគឺមានភ្លើងបើកធម្មតាប៉ុន្តែទំនងដូចជាគ្មានមនុស្សនៅទេធ្វើតាមរួចរាល់ខ្ញុំក៏បានខលទៅអតិថិជនម្ដងទៀតដើម្បីគាត់ធ្វើការចាយលុយអញ្ចឹងណាក្មួយចាំមួយផ្លែតអ៊ំទៅយកលុយម្ដងទៀតសិនព្រោះអំបញ្ញមិញទាញថង់លុយមកខុសយ៉ាប់មែនបាទហើយខ្ញុំក៏បានប្រាប់ទៅអ៊ំស្រីវិញថាអត់អីទេអ៊ំស្រីកុំឲ្យលំបាកអ៊ំស្រីចាំវេលុយឲ្យខ្ញុំតាម application ក៏បានដែរឃើញលុយធំពេកខ្ញុំអត់មានលុយអាប់ទេបើអញ្ចឹងក្មួយចេញទៅសិនទៅមិនចាំបាច់នៅទីនេះយូរពេកទេចាំអ៊ំវេលុយតាមធនាគារឲ្យវិញតែទម្លាប់របស់ខ្ញុំលូត្រាតែអតិថិជនគាត់ធ្វើការទូទាត់សាច់ប្រាក់ហើយទើបខ្ញុំអាចចេញពីទីតាំងនោះបាននៅក្នុងកំឡុងពេលរងចាំនោះគឺចាប់ផ្ដើមមានខ្យល់ធ្លាក់ខ្លាំងមែនទែនថ្លៃខ្លាំងណាស់ត្រជាក់ក៏ត្រជាក់ហើយនៅតំបន់នោះគឺស្ងាត់ជ្រាបតែម្ដងមានតែផ្ទះអ៊ំស្រីម្នាក់នោះតែមួយគត់ខ្ញុំមានអារម្មណ៍ប្លែកចាប់ផ្ដើមភ័យខ្លាចក្នុងចិត្តផងដែរប៉ុន្តែក៏ព្យាយាមគិតវិជ្ជមានថាមិនអីទេកុំគិតអីច្រើនពេកចាំកាន់តែយូរ notification អត់ទាន់លោតមកទៀតខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាអត់អូខេទេក្នុងការឈរម្នាក់ឯងនៅទីនោះនៅសុកភ្លើងនៅក្នុងផ្ទះនោះក៏ដាច់ប៉ិតតែម្ដងបាទនៅសល់តែពន្លឺភ្លើងគប់ដែលនៅតាមផ្លូវតែប៉ុណ្ណោះនៅពេលនោះស្រាប់តែឮសូរសំឡេងប្រអប់បាយធ្លាក់ពីលើរបងមុខផ្ទះនោះក្ដិញខ្ញុំក៏ដើរចូលទៅជិតដើម្បីមើលក្រែងលោកខ្យល់បក់ធ្លាក់ប្រអប់បាយបាទដោយសារតែភ្លឺសុកភ្លើងក៏ដាច់ប៉ិតអញ្ចឹងក៏ធ្វើឲ្យភ្នែកខ្ញុំរៀងស្វាងបន្តិចដែរប៉ុន្តែនៅពេលដែលភ្នែកខ្ញុំចាប់ផ្ដើមមើលឃើញច្បាស់មកវិញខ្ញុំមើលឃើញស្រមោលខ្មៅអ្វីម្យ៉ាងដែលកំពុងតែធ្វើកាយវិការប្លែកនៅជុំវិញប្រអប់បាយនោះនេះដូចជាកំពុងតែស៊ីអាហារនៅក្នុងប្រអប់បាយនោះអញ្ចឹងខ្ញុំលក់ប្រឡឹងព្រឺរោមអស់ពេញរូបរាងកាយបេះដូងចាប់ផ្ដើមបុកខ្លាំងឡើងជើងទាំងពីររបស់ខ្ញុំហាក់ដូចជាមិននៅជាប់ដីនៅពេលនោះគឺខ្ញុំអត់មានកម្លាំងដើរទៅណាឬក៏ធ្វើសកម្មភាពអ្វីទាំងអស់ប្រៀបដូចជាមានអ្វីម្យ៉ាងមកអោបខ្ញុំជាប់ពីក្រោយអញ្ចឹងនៅសុកស្រាប់តែមានស្រមោលមួយទៀតដើរពីក្រោយខ្ញុំសំដៅទៅប្រអប់បាយខ្ញុំមានអារម្មណ៍ថាដូចជាប្រហែលនៅពេលដែលស្រមោលនោះបែកខ្នងមកព្រះអើយគឺជាអ៊ំប្រុសម្នាក់ដែលខ្ញុំបានសួរគាត់បញ្ជាក់ពីរឿងផ្លូវដែលធ្វើដំណើរមកផ្ទះនេះឯងមកស៊ីបាយជាមួយគ្នាទេខ្ញុំមិនដែលជឿរឿងខ្មោចទេប៉ុន្តែលើកនេះគឺបានជួបផ្ទាល់ហើយមកស្រស់តែម្ដងនៅពេលនោះគឺខ្ញុំអស់កម្លាំងខ្លាំងមែនទែនហើយប៉ុន្តែខ្ញុំព្យាយាមគ្រប់គ្រងសតិខ្លួនឯងរួចក៏ប្រមូលកម្លាំងទាំងអស់រត់គេចមួយទំហឹងទីម៉ូតូជិះចេញទៅបាត់ទៅនៅពេលនោះខ្ញុំមិនដឹងថាខ្លួនឯងត្រូវបើកម៉ូតូទៅខាងណានោះទេឲ្យតែមានផ្លូវគឺខ្ញុំសម្រុកទៅតែម្ដងកំឡុងពេលដែលខ្ញុំជិះទៅនឹងខ្ញុំបានក្រឡេកមើលទៅតាមកញ្ចក់ម៉ូតូគឺមិនមែនមានតែមួយទេអ្នកទាំងអស់គ្នាគឺមកបណ្ដាក់ច្រើនគ្នាច្រើនឡើងតែម្ដងបាទខ្ញុំបើករត់កិច្ចមួយសន្ទុះក្រោយមកទីបំផុតខ្ញុំក៏បានរកឃើញមីនីម៉ាតមួយដែលគេបើក24ម៉ោងអញ្ចឹងណានៅពេលនោះខ្ញុំក៏រៀងធូរចិត្តបន្តិចទៅដល់មីនីម៉ាតហ្នឹងគឺខ្ញុំឃើញមានអ៊ំប្រុសម្នាក់ដែលគាត់គឺជាម្ចាស់ហាងហ្នឹងតែម្ដងនៅឈរពីមុខហាងរបស់គាត់អាក្អូនហែងកើតអីមើលទៅក៏ស្លេកស្លាំងខ្លាំងម្លេះខ្ញុំមិនទាន់បានឆ្លើយតបអ្វីផងក៏សំឡេងទូរស័ព្ទរោឡើងគឺជាលេខទូរស័ព្ទរបស់អ៊ំស្រីម្នាក់នោះអ៊ំបានផ្ញើលុយឲ្យឯងហើយឯងចាំជួយឆែកមើលផងឯងចេញពីទីនោះហើយមែនទេរៀបនឹងឆ្លើយគាត់ក៏បន្តទៀតថាឲ្យអ៊ំសុំទោសផងភ្លេចប្រាប់ថាឲ្យក្មួយដាក់តែអាហាររួចចេញពីទីនោះតែមិនអីទេចាំជួយឆែកពីការទូទាត់សាច់ប្រាក់របស់អ៊ំផងណាគាត់ក៏បិទទូរស័ព្ទបាត់ទៅគ្រាន់តែដាក់ទូរស័ព្ទចុះភ្លាមខ្ញុំមិនទាន់ទាំងបរិយាយអ្វីផងអ៊ំប្រុសម្ចាស់ហាងនោះគាត់ក៏បាននិយាយថាផ្ទះយាយណយមែនគាត់ក៏ឲ្យខ្ញុំអង្គុយសម្រាកសិនទៅនៅមុខហាងហ្នឹងណាឯងមិនមែនជាមនុស្សទី1ទេច្រើនគ្នាមកហើយសឹងតែរាល់ខែខ្ញុំក៏បានសួរនាំថាតើមានអ្វីកើតឡើងនៅក្នុងផ្ទះនោះអ៊ំប្រុសនោះក៏បានឆ្លើយតបថាគាត់មិនសូវដឹងច្រើនប៉ុន្មាននោះទេអ្នកភូមិនៅម្ដុំនេះក៏មិនដែលជួបអ៊ំណយនឹងដែរពួកគេនាំគ្នាគិតដូចគ្នាថាប្រហែលជាអ៊ំណយនឹងចិញ្ចឹមខ្មោចអញ្ចឹងណាហើយចិញ្ចឹមទុកធ្វើអ្វីក៏ពួកគាត់មិនដឹងនោះដែរជារៀងរាល់ខែតែងតែមានអ្នក delivery ដែលត្រូវបានគេបញ្ជូនឲ្យមកផ្ញើអាហារដាក់នៅមុខផ្ទះនោះមួយខែអាច1ដងទៅ2ដងអ្នកខ្លះក៏បានជួបហើយអ្នកខ្លះទៀតក៏មិនបានជួបតែភាគច្រើនគឺបានជួបនឹងឯងហើយបទពិសោធន៍លើកហ្នឹងគឺធ្វើឲ្យខ្ញុំរៀងចាលតែម្ដងខ្ញុំលែងទទួល delivery នៅពេលយប់បន្តទៀតហើយពោលគឺខ្ញុំធ្វើការត្រឹមតែម៉ោង8ម៉ោង9យប់អីខ្ញុំត្រឡប់មកបន្ទប់ស្នាក់នៅវិញហើយតើបងប្អូនជាអ្នក delivery ពេលយប់ហ្នឹងធ្លាប់ជួបរឿងចម្លែកបែប